ធ្វើកិច្ចការដែលលោកគ្រូដាក់ឲ្យ project ថ្មីមុនដំបូងយើងមើលកូដសិនអានេះអីគេអានេះ object នេះជាប្រភេទ object អានេះ input ឥឡូវយើងដំបូងយើងដាក់85សិនហើយយកម្ដងមួយអានេះជាប្រភេទ object និយាយទៅ integer ទុកបានតែចំនួនកូដដែលពេលនេះប្រភេទ object ដាក់អ្វីក៏បានដែរដាក់លេខកូដលេខក្បៀសទស្សភាគដាក់អីក៏បានដែរហ្នឹងហើយចឹងឧទាហរណ៍អីគេinteger វាទុកបានតែចំនួនវាទុកបានតែកូដទេចំនួនកូដទេចំនួនលេខកូដបើ object ផ្ទុកបានចំនួនអីក៏បានដែរដូចជាអក្សរទស្សភាគស្អីក៏បានដែរហ្នឹងហើយចឹងវាកូដហ្នឹងមានតែប៉ុណ្្នឹងទេហើយនេះខ្ញុំដាក់ខុសបើគ្នា2តឈ្មោះវិញគេដល់2តយើងដាក់ឈ្មោះហ្នឹងហើយឥឡូវយើងសារ៉ាន់សិននេះចេញ score 85 grade A excellent performance ឥឡូវយើងមើលកូដទៅកន្លែងនេះ if នេះលក្ខខណ្ឌណានេះ input is integer ប្រភេទ integer ហើយវានឹងអាចវានឹងមានលទ្ធភាពបង្កើតអីគេបង្កើតទិន្នន័យថ្មីហ្នឹងហើយវាអាចបង្កើតអត្ថេមួយឈ្មោះថ្មីឈ្មោះ score នេះហ្នឹងអញ្ចឹងវាពិនិត្យមើលពួកនេះទេយើង input នេះ85ហើយវាគិតតែគេ integer ណាលេខកូដនេះសារយើងដាក់លេខកូដតែឃើញហ្នឹងលក្ខខណ្ឌនេះបានតែលេខកូដទេអញ្ចឹង string grade នេះជាប្រភេទ string នេះ grade ហ្នឹងតើមក score យើងបាន85បើសិនជាវា85អញ្ចឹងធំជាងឬស្មើ90មិនប៉ះទេថាអញ្ចឹងអានេះអត់បង្ហាញទេ85ធំជាងឬស្មើ80អញ្ចឹងវាធំជាង80អញ្ចឹងវានឹងបង្ហាញ grade ទេនេះទៅវាអត់បង្ហាញទេភាសាវាបង្ហាញតែលើកទី1ទេហ្នឹងវាបង្ហាញតែម្ដងទេភាសានេះវាត្រូវដូចគ្នាវាបង្ហាញដែរតើលុះត្រាតែនេះវាលេខលើនេះហ្នឹងហើយតែអាពីរនេះអត់បង្ហាញទេបង្ហាញតែ80ទេអញ្ចឹង grade A remark ជាប្រភេទ string score យើង80 85ឯងនឹងឧទាហរណ៍បើធំជាង85ធំជាងឬស្មើ85នោះធំជាងឬស្មើ80អញ្ចឹងវានឹងបង្ហាញនេះ excellent performance បើកន្លែងនេះវាអត់បង្ហាញទេលុះត្រាតែយើងដាក់អានេះដាក់លេខនេះលេខកូដនេះតូចជាង80នេះឧទាហរណ៍យើងដាក់79ទៅវានឹងបង្ហាញគេ code ហ្នឹង nick improvement ហ្នឹងតែប៉ុណ្្នឹងទេកូដហ្នឹងហើយ console write line វានឹងបង្ហាញនេះយើងឲ្យវាបង្ហាញscore ហ្នឹងបន្ទុកបាននេះបន្ទុក85លេខសារ៉ាន់សិនណានោះវាឲ្យបង្ហាញ score បន្ទុក85កាលនេះបង្ហាញ grade នេះ grade A ហើយ console write line នេះ remark ឲ្យបង្ហាញ remark អីគេ excellent performance នេះ excellent performance កូដហ្នឹងប៉ុណ្ណឹងចំណែកឯអក្សរម្ដងចំណែកកូដខាងនេះគឺជា elif input ហ្នឹងយើងដាក់ឧទាហរណ៍យើងដាក់ឈ្មោះដាក់អីទៅនេះកន្លែងនេះ input ហើយវាជាប្រភេទ string ឈ្មោះប្រភេទឈ្មោះនេះហ្នឹងភាសាយើងអាចបង្កើតអត្ថេឈ្មោះថ្មីហ្នឹងហើយ
ឈ្មោះ name ហ្នឹងទៅចឹង string នេះប្រភេទឈ្មោះចឹងបើយើងដាក់លេខកូដវាបង្ហាញតែនេះទេដោយសារកន្លែងនេះលក្ខខណ្ឌវាលេខកូដដល់កន្លែងនេះលក្ខខណ្ឌវាជាប្រភេទឈ្មោះចឹង status string នេះ name និយាយទៅប្រើបានឈ្មោះទេកន្លែងនេះឧទាហរណ៍បើឈ្មោះយើងធំជាង10វានឹងបង្ហាញvery long name កន្លែងនេះឈ្មោះនិយាយទៅអានេះប្របែកឈ្មោះឧទាហរណ៍បើយើងដាក់ឈ្មោះកន្លែង input នេះបើយើងដាក់ឈ្មោះធំជាង5វាថា short name ឯងដាក់លេខ6ទៅដោយសារវាមិនធំជាងលេខ10ទេវាធំតែលេខ5នេះទេអញ្ចឹងវាដាក់ short name ហ្នឹងហើយឥឡូវឧទាហរណ៍ដាក់ឈ្មោះខ្ញុំទៅឈ្មោះខ្ញុំមកតែយើងត្រូវដាក់ស្មិញកណ្ដោ2ហ៎សារវាជាប្រភេទ string លេខ2 4 6អញ្ចឹងវា short ឈ្មោះខ្ញុំ short name ទេshort name ហើយកន្លែងនេះជាណាឥឡូវខ្ញុំបញ្ចូលឲ្យហើយបងទៅឲ្យស្រួលពេលយើងរ៉ាន់ស្រួលចឹងបងវាគិតថាពិតឬមិនពិតទេឧទាហរណ៍បើវា false ណាកន្លែងនេះ false នេះឃើញ false វានឹងបង្ហាញ hello ឯងតែបើវាមិនពិតវានឹងបើវាមិនពិតវានឹងបង្ហាញ no name private ហ្នឹង private ប៉ុណ្ណឹងទេកន្លែងហ្នឹងហើយយើងសាករ៉ានទៅអាហ្នឹងគឺជាternary operator សម្រាប់ពិនិត្យមើលឈ្មោះពិនិត្យមើលអីទេអាហ្នឹងលក្ខខណ្ឌពិនិត្យចឹងណាទៅវាលក្ខខណ្ឌវាពិសេសពិនិត្យមើលឈ្មោះអត្ថិឈ្មោះយើងនេះបើវាប៉ិតណាប៉ិតវានឹងណាល់ឈ្មោះនោះគ្មានតម្លៃអញ្ចឹងវាណាល់វាថាអក្សរទទេសុទ្ធបានវាបង្ហាញនេះបង្ហាញនេះតែបើវាប៉ិតវាបង្ហាញ hello នេះ hello name យើងហើយខ្ញុំ run ទៅសារឈ្មោះខ្ញុំ short name វានឹងបង្ហាញកន្លែងនេះហើយវានឹងដាក់ short name ឃើញអានេះឈ្មោះខ្ញុំសារខ្ញុំ input ដាក់ Hingley អញ្ចឹងលក្ខខណ្ឌវាពិនិត្យមើលថាចាំតិចលក្ខខណ្ឌវាពិនិត្យមើលតែឈ្មោះទេហ្នឹងខ្ញុំឈ្មោះខ្ញុំប្របែក6 normal name hello Hingleyនឹងឯវាដាក់ normal ឧទាហរណ៍ប៉ិតណានឹងប៉ិតវាបង្ហាញវា normal ហើយតែបើមិនប៉ិតវានឹងបង្ហាញ short name យើងដាក់ក្រម5ទៅឥឡូវចែកនិយាយទៅប៉ិតខាងនេះតែពេលមិនប៉ិតខាងនេះនិយាយទៅប៉ិតខាងឆ្វេងមិនប៉ិតខាងស្ដាំប៉ិតខាងឆ្វេងមិនប៉ិតខាងស្ដាំហើយខ្ញុំដាក់តាហេងតាទេទៅអានេះដឹងថាអានេះដឹងតែមិនប៉ិតទេនេះគេ short name អត់ដោយសារវាក្រម5ឈ្មោះក្រម5ដល់វាដាក់ short name ដោយសារវាមិនប៉ិតដាក់5ក៏បានដែរ5ក៏វាដាក់ short name ដែរដោយសារវាមិនប៉ិតហ្នឹងហើយមិនប៉ិត
bắt đăng việc behind short này mà việc behind việc càng sẽ đam nè tập bắt đăng để vậy tới chăm đại chết đây bắt càng chuối mình bắt càng sẽ đam anh ấy miên tại lại khăn môi để và anh ấy miên pì năng mình bắt càng chuối bắt càng sẽ đam em đã đọc mua một đầu nói lý đều 7 tiết mà 7 7 và muối và buồn này những đã vì tiết đại lược đọc nữa đại lược đọc viên năng phải hành biết thảo very long name nè very long name sẽ cho mỗi nhóm vài đọc 7 chẳng kia đã very long name hello hình ly tập và năng đi lại năng chấm bên đây thì rồi ternary như đó mấy bạn trên đã hello chẳng ở trên no name profit vai cái này nó vai thì bố ấy dương input chua vừa họ lớn dương sẽ đặt tê sang bởi dương sẽ đã chua đừng bị tranh no name này nè chậm á cái nhóm ran đó khởi nhận khởi no name mình hãy short name điện vào vải sâu nó sẽ giờ đã chua chẳng bên đây tha vừa chua thật tê sát kia nâng no name profit rồi sẽ vậy đó con cái này nó miền đập năng đấy miền đập năng đấy cái này nó đỏ cái này đấy nhưng bây giờ hơi đôi tên thì đây đây giờ output kia behind the say name chmua ở bài chmua status greeting nâng việc hai như nâng đó giờ mới lẽ khăn này mà đòn input is double name yes anh nâng chess đó vì cái này lẽ khăn này vừa cắt taประเภท double เลยai tục tên là nàyច្រើនcho đổi chia lấy cái bia tu sắp hiện vậy rồi chẳng vì cắt phần năng này anh ấy lẽ khăn vậy đây là cái này đây nhầm bây giờ là khăn lớn đây cái này thì anh ấy thay ประเภท string number ủa đó number thông chuyển số viên năng hai bia positive bờ number nó tôi chuyển số với hai năng negative tôi chuyển số mà chắc bị đọt đấy tôi chuyển số này thông chuyển số positive cái anh ấy cách là lưu một page double lên rồi nhầm sẵn đã decimal đã lấy cái biên oh shit chạy chạy hẻm á lấy thông tin sòn cho viên đang tranh biện positive can hey wait oh no decimal oh nhóm đã có bia pi nó bà mua đi chả làm một đòn tiền xí khởi nhận cái dân đã decimal đó kia thông chuyển số trong việc đã positive decimal nâng positive decimal nâng positive decimal udah hồi trường đã tapi kata decimal đó mình biết cách là lưu một page double người ta hỏi việc đã đỏ sồn nó đỏ mùi miền đỏ sồn đã đỏ mùi mà ran đâu mình ethnic proverb
cấtលើ decimal តែច្រឡំដាក់ដក1នេះបាទចេះដក 22.5 សាក់អញ្ចឹងចេញគាត់អារ៉ានចង់ដឹងនេះឃើញគាត់ថា decimal ទេទៅគាត់ថា decimal ទេវាចេញ negative decimal អវិជ្ជមានកន្លែងហ្នឹងមានប៉ុណ្ណឹងទេហើយនេះ console write line ហ្នឹងបង្ហាញមិញបង្ហាញ decimal បង្ហាញ number negative អីហ្នឹងតែប៉ុណ្្នឹងទេកន្លែងនេះកន្លែងនេះឧទាហរណ៍បើមិនមែនជាប្រភេទ integer មិនមែនជាប្រភេទ string មិនមែនជាប្រភេទ double វានៅបង្ហាញពាក្យunknown data type ចឹងឥឡូវយើងស្គាល់ថាtrue boolean true បើឥឡូវយើងដាក់ឆាម្ដងឆាមួយតួអក្សរតែមិនធុញកណ្ដាលទេធុញមួយណាចេះcharacter សិតទៅវាចេញស្អីគេនេះវានឹងចេញ unknown data type ដោយសារវាមិនមែនជាប្រភេទ integer string double ទេមិនមែនជា decimal ឈ្មោះហើយនឹងលេខកូដទេអញ្ចឹងវានឹងចេញ unknown data type អញ្ចឹង data type តែប៉ុណ្្នឹងអញ្ចឹងបិចកន្លែង null នេះម្ដងឧទាហរណ៍បើយើង input null ហើយយើង input null វានឹងចេញ input is null នេះអញ្ចឹងកូដខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំបញ្យល់អស់ហើយសូមអរគុណលោកគ្រូ